ទាំងអស់គ្នាជំរាបសួរចាសុខសប្បាយវីដេអូមួយនេះមកទៀតហើយគឺខ្ញុំនឹងមកនិយាយជាមួយបងប្អូនតាក់ទងជាមួយនឹងកុហកអូខេហ្នឹងហើយកុហកចិត្តដល់ចូលឆ្នាំអីចិត្តដល់រដូវបុណ្យទានហើយជារដូវបុណ្យទានមួយដ៏សំខាន់នៅស្រុកខ្មែរយើងគឺបុណ្យចូលឆ្នាំខ្មែរអូខេបុណ្យចូលឆ្នាំប្រពៃណីខ្មែរនិយាយត្រូវណាហ្នឹងហើយអញ្ចឹងខ្ញុំនឹងមកនិយាយអំពីប្រធានបទកុហកអូខេបងប្អូននៅពេលដែលខ្ញុំនិយាយប្រធានបទមួយនេះនៅក្នុងឱកាសមួយនេះប្រហែលជាបងប្អូនគិតភ្លាមថាបងប្អូននឹងនឹកដល់ភ្លាមតាក់ទងរឿងបុណ្យបាបមែនអត់ប៉ុន្តែខ្ញុំមិននិយាយរឿងបុណ្យបាបអីស៊ីជំរឿទេគ្រាន់តែខ្ញុំផ្សារភ្ជាប់គ្នាដែរអញ្ចឹងណាហ្នឹងហើយខ្ញុំផ្សារភ្ជាប់រឿងកុហកហ្នឹងមកក្នុងរឿងទស្សនវិជ្ជាជាក់ស្ដែងការរស់នៅជាក់ស្ដែងនៅក្នុងសង្គមនៅក្នុងគ្រួសាររបស់យើងអូខេហ្នឹងហើយថាតើប្រសិនបើយើងមានទង្វើឬក៏សកម្មភាពចេតនារបស់យើងកុហកនរណាម្នាក់ឬក៏អាចកុហកខ្លួនឯងអញ្ចឹងថាតើវានឹងមានរឿងអីកើតឡើងអូខេហ្នឹងហើយសាមញ្ញបងប្អូនណាយើងគិតជាមួយគ្នាយ៉ាងសាមញ្ញថារឿងកុហកមែនតែនទៅវាតែងតែកើតមានណាហ្នឹងហើយវាតែងតែកើតមានអត់អាចជិះរួចទេតិចឬច្រើនហើយការកុហកខ្លះក៏មានចេតនាល្អការកុហកខ្លះក៏ពិតជាមានចេតនាកុហកពិតមែនបានន័យថាចង់កុហកចង់បោកប្រាស់គេចង់បន្លំគេអីអញ្ចឹងណាហ្នឹងហើយអញ្ចឹងមិនថានៅក្នុងសង្គមគ្រួសារឬក៏នៅក្នុងការងារតំណងអីទូទៅក៏ដោយការរកស៊ីក៏ដោយគឺតែងតែមានបុគ្គលមួយចំនួនអាចតិចឬក៏ច្រើនអាស្រ័យទៅលើស្ថានភាពឬក៏សង្គមមួយនោះដែលតែងតែមានមនុស្សដែលមិនស្មោះត្រង់ដែលគាត់តែងតែកុហកនិយាយកុហកនិយាយបលើសនិយាយលាក់បាំងអីអញ្ចឹងណាហ្នឹងហើយនៅក្នុងគ្រួសារយើងក៏ដូចគ្នាដែរក៏អាចមានរឿងខ្លះដោយសារតែអីតាមពិតទៅនៅក្នុងគ្រួសារឬក៏នៅក្នុងការធ្វើការងារក៏ដោយការរកស៊ីក៏ដោយជាទូទៅគឺតែងតែទាមទារនូវភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមកពីព្រោះកាលណាយើងស្មោះត្រង់ចំពោះគ្នាគឺយើងបើកចំហបេះដូងរបស់យើងបើកចំហចិត្តរបស់យើងហ្នឹងដើម្បីនិយាយនៅរឿងពិតដែលយើងបានគិតដែលយើងកំពុងតែគិតឬក៏ចិត្តរបស់យើងដែលក្នុងបំណងដែលល្អអញ្ចឹងណាអញ្ចឹងវាបង្កើតឲ្យមានភាពស្មោះត្រង់ខ្ញុំនិយាយរឿងកុហកនិងស្មោះត្រង់ព្រោះរឿងពីរហ្នឹងវាផ្ទុយគ្នាចាកាលណាមានកុហកវាមានភាគីម្ខាងទៀតគឺស្មោះត្រង់អូខេភាគីម្ខាងកុហកភាគីម្ខាងទៀតគឺស្មោះត្រង់ប៉ុន្តែខ្ញុំចង់វែកញែករឿងកុហកច្រើននៅក្នុងវីដេអូមួយនេះណាហ្នឹងហើយអញ្ចឹងនៅពេលដែលយើងស្មោះត្រង់មានន័យថាយើងបើកចំហចិត្តរបស់យើងកាយរបស់យើងទង្វើរបស់យើងការទំនាក់ទំនងរបស់យើងគឺចំពោះមនុស្សនៅជុំវិញខ្លួនយើងណាហ្នឹងហើយគឺយើងបើកចំហចិត្តរបស់យើងនិយាយចេញពីអារម្មណ៍របស់យើងនិយាយចេញពីចិត្តរបស់យើងពីគំនិតរបស់យើងថាតើយើងចង់ឲ្យបុគ្គលម្នាក់ទៀតល្អអីចង់ឲ្យបុគ្គលម្នាក់ទៀតធ្វើអីដែលវាប្រសើរឡើងសម្រាប់បុគ្គលម្នាក់នោះឬក៏អាចសម្រាប់រួមគ្នាអីអញ្ចឹងទៅអាហ្នឹងគឺជាភាពស្មោះត្រង់ប៉ុន្តែមានបុគ្គលមួយចំនួនគឺគាត់អត់ស្មោះត្រង់ទេសូម្បីតែខ្លួនឯងក៏គាត់កុហកដែរណាហ្នឹងហើយខ្ញុំនិយាយអញ្ចឹងបានន័យថាមួយចំនួនមិនមែនដែលកុហកតែខ្លួនឯងអត់ទេខ្ញុំគិតថាស្ទើរតែទាំងអស់គឺអាចជួបរឿងរ៉ាវឬក៏ជួបបទពិសោធន៍នៅក្នុងជីវិតរបស់ខ្លួនហ្នឹងគឺចេះកុហកខ្លួនឯងដែរណាចេះកុហកខ្លួនឯងដែរមិនត្រឹមតែកុហកអ្នកដទៃទេប៉ុន្តែកុហកខ្លួនឯងដែរអញ្ចឹងបើយើងនិយាយពីរឿងកុហកណានឹងឯកុហកចំពោះអ្នកដទៃកាលណាយើងកុហកចំពោះអ្នកដទៃបានន័យថាទង្វើរបស់យើងសកម្មភាពរបស់យើងការទំនាក់ទំនងរបស់យើងការនិយាយស្ដីរបស់យើងអីសពបែបយ៉ាងការគិតរបស់យើងទាំងអស់គឺយើងតែងតែព្យាយាមរកចំណុចអីដែលគិតថានិយាយទៅឲ្យគេជឿទុកចិត្តយើងខណៈដែលយើងមានកូនចិត្តនៅក្នុងខ្លួនយើងគឺយើងដឹងច្បាស់ថាយើងកំពុងតែកុហកគេប៉ុន្តែយើងព្យាយាមសម្ដែងការបញ្ចេញកាយវិការអារម្មណ៍ទឹកមុខណាហ្នឹងហើយភ្នែកអីអញ្ចឹងដែលយើងនិយាយទៅកាន់គេគឺយើងព្យាយាមសម្ដែងព្យាយាមរក្សាធ្វើម៉េចឲ្យគេជឿថាយើងនឹងនិយាយស្មោះត្រង់មួយគេប៉ុន្តែក្នុងចិត្តរបស់យើងគឺកុហកកន្លែងនេះខ្ញុំចង់និយាយថាយើងអាចនឹងបិទបាំងចំពោះអ្នកដទៃបានប៉ុន្តែយើងអាចបិទបាំងចិត្តរបស់យើងបានទេមានន័យថាម៉េចមានន័យថាយើងព្យាយាមបង្ហាញ
គេហៅថាបង្ហាញទឹកមុខអារម្មណ៍អីសពបែបយ៉ាងទៅអ្នកដទៃឬក៏បុគ្គលដែលយើងកំពុងតែនិយាយជាមួយគាត់កំពុងតែមានចេតនាក្នុងការកុហកគាត់ហ្នឹងគឺយើងបង្ហាញសម្ដែងទៅមើលទៅគឺសមហ្មងណាគឺធ្វើឲ្យគេជឿទុកចិត្តយើងតាំងពីពាក្យពេចន៍ដែលយើងនិយាយទៅកាន់គេតាំងពីកាយប្រការសពបែបគឺរៀបចំមកកំ pl ដែលធ្វើឲ្យគេនឹងអាចជឿទុកចិត្តបានប៉ុន្តែយើងអត់អាចកុហកខ្លួនឯងបានទេពីព្រោះយើងដឹងពិតថាយើងកំពុងតែធ្វើអីយើងកំពុងតែមានចេតនាអីអញ្ចឹងក្នុងចិត្តយើងគឺយើងកុហកខ្លួនឯងរួចទៅហើយកន្លែងនេះខ្ញុំសារជាប់ទៅនឹងរឿងបុណ្យបាបរឿងបុណ្យបាបដែលខ្ញុំដឹងនៅក្នុងអត្ថន័យមួយកម្រិតបឋមខ្ញុំអាចនិយាយថាបើនិយាយទៅថានៅសើសើរណាគឺនិយាយឲ្យសាមញ្ញដែលយើងអាចសម្គាល់ថាបុណ្យឬក៏បាបនៅពេលណាដែលយើងធ្វើអីក៏ដោយសូម្បីតែត្រឹមតែការគិតនឹងក៏ដោយមិនទាន់ធ្វើអីក៏ដោយទឹមតែចាប់ដើមគិតនឹងក៏ដោយហើយយើងទទួលអារម្មណ៍ថានៅក្នុងចិត្តរបស់យើងនេះគឺវាអត់សុខវាអត់សំណប់វាអត់ស្រួលហ្នឹងហើយវាហាក់បីដូចជានៅមានការសង្ស័យវាហាក់បីដូចជានៅមានសំណួរវាហាក់បីដូចជាធ្វើឲ្យយើងនឹងមិនអស់ចិត្តវាហាក់ដូចជាធ្វើឲ្យយើងមានអារម្មណ៍ថារអ៊ីសខ្លួនឯងឬក៏រអ៊ីសអ្នកដទៃហើយនិយាយមួយម៉ាត់ទៅគឺចិត្តរបស់យើងនឹងវាអត់សំណប់អត់សំណុកអត់សុខអានឹងហើយគឺជាទង្វើឬក៏អាចនិយាយថាចេតនានៃការកុហកហើយតែអានេះវាបញ្ជាក់អំពីអំពើបាបពីព្រោះថាយើងមិនទាន់យើងត្រឹមតែគិតទេយើងអត់ទាន់ប្រាប់គេឬអត់ទាន់ធ្វើអីចំពោះគេវាបាបរួចទៅហើយវាបាបចំពោះខ្លួនឯងរួចទៅហើយពីព្រោះថាចិត្តរបស់យើងគឺអត់សំណុកអានេះគឺដែលថាយើងយល់នៃសាមញ្ញស្រាលនៃគេហៅថាបាបណានឹងអំពើបាបនឹងដែលឡែកអំពើបុណ្យដូចជាការស្មោះត្រង់នឹងអញ្ចឹងនៅពេលដែលយើងមានការគិតដែលល្អមិនថាចំពោះខ្លួនឯងឬក៏ចំពោះអ្នកដទៃដែលយើងមានចេតនាក្នុងការនិយាយទៅកាន់គាត់ឬក៏ក្នុងចេតនាក្នុងការទំនាក់ទំនងការងារឬក៏ទំនាក់ទំនងជាមួយគាត់ហ្នឹងគឺគ្រាន់តែការគិតរបស់យើងនឹងល្អចំពោះគាត់ណាវាកើតនៅសេចក្តីសុខនៅក្នុងចិត្តរបស់យើងនៅពេលដែលយើងកើតនៅសេចក្តីសុខយើងមានអារម្មណ៍ល្អយើងអាចគេហៅថាធ្វើឲ្យយើងមានអារម្មណ៍រីករាយរួចទៅហើយគ្រាន់តែត្រឹមតែគិតអញ្ចឹងអាហ្នឹងគឺវាបង្ហាញនៅអំពើអីគឺអំពើបុណ្យបានន័យថាយើងបានសាងនៅសេចក្តីសុខឲ្យចិត្តរបស់ខ្លួនឯងមិនទាន់ទាំងធ្វើឲ្យអ្នកដតីផងយើងមានក្តីសុខប៉ុណ្ណឹងហើយចុះតម្រាំយើងធ្វើឲ្យអ្នកដតីនៅក្នុងគំនិតដែលយើងគិតល្អចំពោះអ្នកដតីគឺវាសាងនៅអំពើបុណ្យរួចទៅហើយអញ្ចឹងអំពើបាបនិងអំពើបុណ្យដែលខ្ញុំអាចសម្គាល់បានដោយការចាប់អារម្មណ៍ទៅលើចិត្តរបស់យើងណាហ្នឹងហើយនៅពេលដែលចិត្តរបស់យើងនឹងគឺគិតល្អសំទោសនៅពេលដែលចិត្តរបស់យើងមានអារម្មណ៍ថាទទួលបាននៅសេចក្តីសុខគឺជាអំពើបាបសំទោសគឺជាអំពើបុណ្យតែនៅពេលដែលយើងចិត្តរបស់យើងមានអារម្មណ៍ថាមិនសុខមិនស្រួលនៅមិនសំណុកអូខេរសេះរសោះរវើរវាយអាហ្នឹងសុទ្ធតែជាអំពើបាបណាអញ្ចឹងងាកមកវិញរឿងកុហករបស់យើងនេះរឿងកុហករបស់យើងនៅពេលដែលយើងមានចិត្តណាកុហករបស់កុហកចំពោះអ្នកណាម្នាក់គឺបានន័យថាចិត្តរបស់យើងអត់ស្ងប់ទេបងប្អូនចិត្តរបស់យើងអត់ស្ងប់ទេបងប្អូនអញ្ចឹងវាធ្វើឲ្យយើងអត់មានសេចក្តីសុខទេយើងកំពុងតែមានចេតនាបង្កើតនៅសេចក្តីបាបចំពោះខ្លួនឯងណានឹងឲ្យកើតនៅសេចក្តីបាបចុះឧទាហរណ៍ខ្ញុំសួរយើងគិតយើងមានបំណងចង់ធ្វើអាប់គេព្រោះយើងចង់កុហកគេមិនហ្នឹងអញ្ចឹងចុះបើសិនជាអ្នកដែលយើងមានបំណងចង់កុហកគេស្រាប់តែគេមានផ្លូវចិត្តរឹងមាំគេមានសតិរបស់គេល្អគេមានអារម្មណ៍គេល្អគេមានគំនិតរបស់គេល្អគេគិតអីល្អគេមានការសន្តោសមានការមេត្តាដូចជាព្រហ្មវិហារធម៌ទាំង4គឺមេត្តាករុណាមុទិតានិងឧបេក្ខាគឺមានន័យថាអ្នកដតីធ្វើអីយើងអត់បានទេណាធ្វើអីអត់បានទេមានន័យថាយើងគេចង់កុហកយើងកុហកទៅគឺយើងមានការមេត្តាមានការសន្តោសប្រណីដល់គេមានការអាណិតអាសូរគេមានការអធ្យាស្រ័យលើកលែងទោសឲ្យគេអីចឹងសពបែបយ៉ាងទាំងអស់ហ្នឹងគឺទោះបីជាអ្នកនោះមានចេតនាចង់កុហកយើងក៏យើងអត់ទទួលរងនៅសេចក្តីបាបហ្នឹងដែរអញ្ចឹងត្រឡប់មកវិញពេលខ្លះគឺយើងចង់ធ្វើបាបគេតែទង្វើបាបនោះវាអត់បានប៉ះពាល់ដល់គេវាបែរជាវាធ្លាក់មកលើយើងណាធ្វើឲ្យយើងនឹងកើតនៅសេចក្តីបាបកាន់តែធ្ងន់អាហ្នឹងហើយគឺជាការកុហកមួយដែលធ្វើឲ្យយើងខ្លួនឯងមិនទទួលយកបានទេគឺយើងពិតជាកុហកគេមែនយើងពិតជាកុហកខ្លួនឯងមែនណាគឺយើងកុហកខ្លួនឯងកំពុងតែកុហកខ្លួនឯងថាយើងធ្វើល្អដាក់គេយើងគិតល្អដាក់គេយើងចង់ធ្វើអីដើម្បីគេប៉ុន្តែក្នុងចិត្តរបស់យើងមានបំណងរួចស្រេចទៅហើយថាយើងចង់ធ្វើបាបគេ
Chẳng cứ dân có họ kê rồi cho hai anh chẳng ấy cứ chỉ ca cứ chỉ ông pơ bạp nắng ạ đại dương ở ai thì dễ ban ha ông pơ có họ cứ vía nâng thua ở dương con nó sự đây bạp hay à sự đây bao rồi ông pơ bạp nó cứ luôn aiทั้งấy muốn kê để tụi tôi rong nè đặt tay để nâng rong vì dương nó cứ mình bật cọt kê tụi tôi đi còn tay nhom gì chẳng có tha mình trâu mà rồi phía rồi đấy bị phụ hai đấy về làm men nè class cứ bắn mỏng á cứ bắn có họ kê hay luôn ai trong miền sự đây sọc ប៉ុនក៏ហក់គេឲ្យខ្លួនឯងសប្បាយចិត្តគេហៅថារីករាយលើកំណត់ទុកអ្នកដតីណាខណៈដែលខ្លួនឯងសាងបាបប៉ុន្តែខ្ញុំជឿនៅលើអំពើបាបនិងអំពើបុណ្យទោះបីជាពេលហ្នឹងអ្នកអាចធ្វើអារម្មណ៍ថាអ្នកនឹងមិនទទួលរងនៅអំពើបាបមួយនេះតែថ្ងៃណាមួយអ្នកនឹងទទួលរងនៅអំពើបាបនឹងដោយទង្វើណាមួយអាចនឹងមិនដោយទង្វើរបស់ខ្លួនឯងដែលកំពុងតែធ្វើហ្នឹងប៉ុន្តែអាចដោយទង្វើរបស់អ្នកដតីដែលធ្វើចំពោះខ្លួន chẳng cái ai này vậy ban tham tam snón á là ngày cam pia tam snón rồi cam pia vì chón á là ngày chẳng cái lại nâng nhom ọt oi bom ôn chưa lơ rương ẩm pơ bồn baไปtam được chúng bớt sân vậy bom ôn mình biết vấn tay à vậy để nhom ai gì vậy ban được bật bị soi bò nhóm cứ viết đôi chi sầm máu trong bom ôn viên nâng sầm máu viên nâng ẩn tô tam pran viên nâng mà lon và lại chật bỏ dương phụ ấy dương ban kích à nâng viên được không nốt còn được bao dương rồi chả hơi chẳng viên nâng ọt nghe rồi lục bát tê bom ổn ai pe nè nè sao giờ bá hay chấm pu ở vậy để nè cặp bông tự họ kế nè ai ri ri cho môi nâng ở vậy để nè cặp bông tự phơi bần tài thế ngày nào môi nè nâng mình miền thế viên nâng mà lon nè chấm khán viên nâng mau phơi bát nè chấm khán hơi percent bảo nè mình miên plei cho rừng muỗng mình ai lục bom bát ở phơi bát nâng trên việc không chật bỏ viên nâng tròn bát rồi bỏ viên nâng tròn tiền nè rồi hột pin môi chịu vật rồi hột đó thế ngày trồng cõi rồi bỏ nè បងប្អូនណានឹងហើយវានឹងតាមចងពីបងប្អូនរហូតដល់ថ្ងៃចុងក្រោយរបស់បងប្អូនខ្ញុំអធិស្ឋានខ្ញុំនិយាយនេះមិនមានទេថាយើងចង់និយាយថាដាក់បដាសាឬក៏អីទេណាប៉ុន្តែខ្ញុំចង់និយាយថាទង្វើដែលកុហកគឺពិតជាធ្វើឲ្យបងប្អូនពុំមានក្តីសុខទេណាពុំមានក្តីសុខទេគឺដំបូងឡើយគឺវាកើតនៅសេចក្តីកុហកការកុហកនៅចំពោះខ្លួនឯងរួចទៅហើយអញ្ចឹងបងប្អូនកន្លែងនេះខ្ញុំចង់និយាយថាខ្ញុំតែងតែនិយាយអូខេខ្ញុំតែងនិយាយចំពោះអ្នកដែលខ្ញុំស្គាល់ទាំងអស់នៅពេលដែលគាត់គិតសូម្បីតែគាត់ចាប់ផ្ដើមគិតឲ្យគាត់មកទៅជែកជាមួយខ្ញុំឬក៏មានបំណងចង់ធ្វើអីមួយដាក់ចំពោះអ្នកណាឬក៏ថាសូម្បីតែចំពោះខ្លួនគាត់នឹងក៏ដោយក៏ខ្ញុំតែងតែនិយាយជាការដាស់តឿនទៅគាត់ថាអូខេអូខេខ្ញុំនិយាយថាអូខេអាចប្អូនឬក៏បងអីអញ្ចឹងណាហ្នឹងហើយអូខេប្អូនឬក៏បងអាចធ្វើបានអាចគិតអញ្ចឹងបានប៉ុន្តែខ្ញុំជឿថាអ្វីដែលបងឬក៏ប្អូនធ្វើហ្នឹងឬក៏គិតហ្នឹងគឺមានតែប្អូនហើយនឹងបងហ្នឹងឯងដែលដឹងច្បាស់ថាខ្លួនឯងកំពុងតែធ្វើអីខ្ញុំនិយាយតែប៉ុណ្្នឹងឯងព្រោះយើងធំយើងអាចគិតយើងអាចមានស្មារតីមួយយើងចេះគិតចេះពិចារណាឲ្យថានៅពេលដែលយើងចង់ធ្វើអីមួយហើយក្នុងទង្វើបាបឬក៏កុហកហ្នឹងឬក៏ធ្វើអីដែលខុសឆ្គងហ្នឹងគឺអ្នកដែលដឹងខ្លួនថាខ្លួនឯងកំពុងធ្វើអីមុនគេបំផុតហ្នឹងគឺខ្លួនយើងហ្នឹងឯងគឺខ្លួនយើងហ្នឹងឯងអ្នកដតីយើងមិនតាន់អាចនិយាយដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងมันប្រកាសថាគេហ្នឹងទទួលយកពីអ្វីដែលពីអំពើឬក៏គំនិតដែលយើងមានចេតនាកុហកឬបោកប្រាស់គេទេអញ្ចឹងមានតែខ្លួនយើងដំបូងហ្នឹងឯងដែលជាដឹងថាខ្លួនឯងកំពុងធ្វើអីអញ្ចឹងអ្វីដែលខ្ញុំចង់និយាយនៅកន្លែងនេះក្នុងវីដេអូនេះគឺចង់និយាយថាបើជិះវៀងបានជិះវៀងទៅកុំកុហកណោះអូខេងាកមករឿងកុហកមួយទៀតកុហកក្នុងចេតនាល្អខ្ញុំមិនមានបទពិសោធន៍ច្រើនទេព្រោះដោយសារតែខ្ញុំជាមនុស្សដែលចូលចិត្តនិយាយអីចេញពីក្នុងអាចិត្តហ្នឹងទៅចូលចិត្តនិយាយអីចេញពីក្នុងចិត្តទៅចូលចិត្តនិយាយអីចេញពីក្នុងអារម្មណ៍ខ្លួនឯងហ្នឹងទៅហើយអត់សូវចូលចិត្តអញ្ចេះហេអត់សូវចូលចិត្តធ្វើអញ្ចឹងបងប្អូនអាចយកច្រឡំបាក់ដៃក្នុងដៃអញ្ចឹងតាមពិតយ៉ាអាហ្នឹងក៏ត្រូវដែរអត់ចូលចិត្តវៀងវងកាច់ឆ្ងាយទៅណាគឺត្រង់ទៅតែម្ដងអញ្ចឹងជាទូទៅខ្ញុំអត់សូវប្រើអាទង្វើកុហកឬក៏ពាក្យពេចន៍ដែលកុហកពាក្យសម្ដីដែលកុហកក្នុងចេតនាល្អវាមានតិចតួចដែរក្នុងករណីដែលខ្ញុំជាពិសេសជាមួយកូនកូននេះអញ្ចឹងណាជាមួយកូនកូនអីអញ្ចឹងគឺពេលខ្លះខ្ញុំអាចកុហក
និយាយរបៀបថាបន្លំគាត់អីអញ្ចឹងណាបន្លំប៉ុន្តែក្នុងចេតនាល្អហើយប៉ុន្តែក៏ខ្ញុំប្រយ័ត្នប្រយែងដែរព្រោះខ្ញុំជៀសវាងនៅការដែលគាត់អាចធ្វើត្រាប់តាមណានឹងអាចធ្វើត្រាប់តាមយើងនៅពេលក្រោយអញ្ចឹងនៅពេលដែលខ្ញុំដូចថាអាចបន្លំគាត់ឬក៏កុហកគាត់អីណាមួយអញ្ចឹងចង់ឲ្យគាត់ល្អអីអញ្ចឹងណាហ្នឹងហើយគឺខ្ញុំតែងតែនិយាយដោយការប្រុងប្រយ័ត្នហើយក្រោយមកខ្ញុំបញ្យល់គាត់វិញខ្ញុំបញ្យល់គាត់ខ្ញុំបញ្យល់កូនកូនណាយកកូនកូនតាំងហេតុអីបានជាម៉ាមីនិយាយអញ្ចឹងឬក៏ធ្វើអញ្ចឹងដាក់កូនអីអញ្ចឹងដោយហេតុផល1 2 3 4 5អញ្ចឹងដើម្បីឲ្យគាត់យល់ថាអ្វីដែលយើងកុហកហ្នឹងគឺមានចេតនាល្អឲ្យគាត់ទេចង់ឲ្យគាត់ល្អជាកូនសិស្សល្អឧទាហរណ៍ថាអូខេកូនឯងអូខេរៀនទៅអានសភៅឲ្យចប់ទៅណាហ្នឹងហើយនេះអានឲ្យចប់ប៉ុណ្នេះទំព័រឬក៏ប៉ុណ្នេះផ្នែកចំណុចអីអញ្ចឹងទៅឧទាហរណ៍ណាហ្នឹងហើយម៉ាមីនឹងឲ្យកូនលេងទូរស័ព្ទឬក៏កុំព្យូទ័រអីចឹងកន្លះម៉ោង1ម៉ោងអីចឹងទៅហ្នឹងហើយជួនកាលទៅយើងថាកន្លះម៉ោងអីចឹងទៅប៉ុន្តែអត់ឲ្យដល់កន្លះម៉ោងជួនកាលយើងថា1ម៉ោងអីចឹងទៅអត់ដល់1ម៉ោងអីចឹងហើយយើងប្រឈប់គាត់អីចឹងទៅហើយយើងនឹងបញ្យល់គាត់ហេតុអីបានអត់ឲ្យកូនលេងយូរអីចឹងឧទាហរណ៍ណាអញ្ចឹងការកុហកទោះបីជាបងប្អូនមានចេតនាកុហកអ្នកដតីក៏ដោយប៉ុន្តែបងប្អូនត្រូវចាំថាអ្នកដែលកុហកអ្នកដែលបងប្អូនកុហកមុនគេគឺខ្លួនឯងអ្នកដែលបងប្អូនកុហកមុនគេគឺខ្លួនឯងព្រោះខ្លួនឯងដឹងខ្លួនឯងដឹងខ្លួនឯងថាខ្លួនឯងកំពុងតែកុហកមានចេតនាចង់កុហកគេអូខេអញ្ចឹងអ្វីដែលខ្ញុំចង់និយាយការកុហកវាអត់ដែលល្អទេការកុហកជាទូទៅវាអត់ដែលល្អទោះបីយើងកុហកដូចខ្ញុំនិយាយមិញអញ្ចឹងទោះបីយើងកុហកក្នុងចេតនាល្អប៉ុន្តែវាអត់ដែលល្អទេពីព្រោះចង្ការទៅយើងអត់អាចគ្រប់គ្រងការនិយាយស្ដីរបស់យើងបានចង្ការកុហកទៅជ្រុលលេងអញ្ចឹងទៅវាទៅជារឿងផ្សេងអញ្ចឹងណាហ្នឹងហើយអញ្ចឹងសរុបមកវិញផ្សារភ្ជាប់ទៅជាមួយនឹងរឿងបនបាបការកុហកគឺជាអំពើបាបណាភាពស្មោះត្រង់គឺជាអំពើបុណ្យប៉ុន្តែមានបងប្អូនឆ្ងល់ទៀតដែរពេលខ្លះខ្ញុំស្មោះត្រង់ប៉ុន្តែទទួលនៅទង្វើបាបខ្ញុំស្មោះត្រង់ត្រូវគេធ្វើបាបអូខេហ្នឹងហើយខ្ញុំស្មោះត្រង់ត្រូវគេធ្វើបាបអូខេអញ្ចឹងបងប្អូនឆ្ងល់អញ្ចឹងថាខ្ញុំស្មោះត្រង់ប៉ុន្តែគេធ្វើបាបខ្ញុំអញ្ចឹងហេតុអីបាននិយាយថាទង្វើស្មោះត្រង់ឬអំពើស្មោះត្រង់គឺជាអំពើបុណ្យកន្លែងហ្នឹងមានសំណួរឲ្យខ្ញុំគិតទៅណាមានសំណួរខ្ញុំគិតបងប្អូនវាពិតជាមានរឿងនឹងកើតឡើងមែនវាមានរឿងដែលថាយើងស្មោះត្រង់ចំពោះអ្នកដទៃប៉ុន្តែយើងអត់បានទទួលនៅអ្វីដែលត្រឡប់មកវិញនៃសេចក្តីស្មោះត្រង់របស់យើងពីអ្នកនោះក៏ពិតមែនពេលខ្លះអាចថាអញ្ចឹងអាចត្រូវបានគេធ្វើបាបយើងវិញអញ្ចឹងណាអញ្ចឹងកន្លែងនេះអ្វីដែលខ្ញុំអាចនិយាយបានថាវានៅតែជារឿងល្អសម្រាប់បងប្អូនដែលប្រកាន់នៅសេចក្តីស្មោះត្រង់នៅតែជារឿងល្អខ្ញុំនិយាយថាអញ្ចឹងប៉ុន្តែការស្មោះត្រង់កន្លែងនេះដែលយើងទទួលបាននៅទង្វើបាបត្រឡប់មកវិញការសងត្រឡប់មកវិញបងប្អូនភាពស្មោះត្រង់យ៉ាងណាក៏ដោយការកុហកនឹងក៏ដោយខ្ញុំចង់ឲ្យបងប្អូនគិតអញ្ចេះស្មោះត្រង់ដោយបញ្ញាការកុហកដោយបញ្ញាមិនមែនស្មោះត្រង់ដោយភាពល្ងងខ្លៅខ្ញុំនិយាយពាក្យនេះអាចធ្ងន់ណាមិនមែនស្មោះត្រង់ដោយមិនមានការពិចារណាមិនមានការប្រើបញ្ញានៃការគិតថាតើយើងគួរស្មោះត្រង់បែបម៉េចយើងគួរស្មោះត្រង់កម្រិតណាយើងគួរស្មោះត្រង់ចំពោះមនុស្សប្រភេទណាខ្ញុំនិយាយនេះមានលក្ខខណ្ឌណាដោយសារតែយើងមានបញ្ញាមានគំនិតដែលយើងត្រូវគិតយើងមិនមែនចេះតែស្មោះត្រង់គ្រប់តែរឿងមិនមែនតែស្មោះត្រង់ចំពោះមនុស្សគ្រប់ប្រភេទនោះទេពីព្រោះអាចធ្វើបាបយើងដោយបាននិយាយមិញអញ្ចឹងដែលថាដោយសារតែយើងស្មោះត្រង់អត់ដឹងកលៈទេសៈយើងស្មោះត្រង់អត់ដឹងមនុស្សយើងស្មោះត្រង់អត់ចេះស្មោះត្រង់អូខេខ្ញុំនិយាយអញ្ចឹងអត់ចេះស្មោះត្រង់អូខេអញ្ចឹងគេធ្វើបាបយើងវិញហើយព្រោះដោយសារតែយើងអត់បានគិតពីថាយើងគួរស្មោះត្រង់កម្រិតណាស្មោះត្រង់រឿងអីរឿងខ្លះយើងត្រូវតែចេះកុហកតែការកុហករបស់យើងដោយចេតនាមួយដែលយើងមិនឲ្យគេឈឺចាប់មិនឲ្យគេពិបាកដោយមានហេតុផលដោយមានការបញ្យល់ដោយមានការបកស្រាយណាហ្នឹងហើយខ្ញុំនិយាយមួយទៀតស្មោះត្រង់នៅតែល្អការកុហកអត់ល្អក៏ប៉ុន្តែខ្ញុំមិនមែនបានខ្ញុំនិយាយនេះមិនមែនមានន័យថាអត់ចេះកុហកទេអូខេមិនមែនបានន័យថាឲ្យបងប្អូនអត់ចេះកុហកទេមនុស្សខ្លះគឺយើងត្រូវចេះកុហកដូចគ្នាហេតុអីដើម្បីយើងការពារខ្លួនមែនអត់បងប្អូន
ដើម្បីយើងការពារខ្លួនយើងត្រូវចេះកុហកត្រូវចេះប្រើពាក្យពេចន៍កាយវិការមួយចំនួនដើម្បីគេហៅថាកុំឲ្យគេដឹងណាកុំឲ្យគេដឹងដើម្បីយើងអាចការពារខ្លួនឯងបានពីព្រោះអ្នកនោះអត់មានចេតនាល្អចំពោះយើងរឿងអីយើងត្រូវតែស្មោះត្រង់ធ្លូទៅ 100% វាគ្រោះថ្នាក់ដល់យើងត្រូវតែស្មោះត្រង់យ៉ាងណាក៏ដោយយើងនៅអាចការពារខ្លួនឯងបាននៅតែធ្វើឲ្យខ្លួនឯងមានសុវត្ថិភាពអញ្ចឹងបងប្អូនហ្នឹងហើយតែប្រសិនបើអ្នកនោះជាជំនួសល្អមនុស្សស្មោះត្រង់ត្រូវតែស្មោះត្រង់ចំពោះគាត់អាហ្នឹងវាគឺជាការគោរពគ្នាទៅវិញទៅមកវាគឺជាការឲ្យតម្លៃគ្នាទៅវិញទៅមកតែបើអ្នកនោះមិនស្មោះត្រង់ជាមួយពួកយើងមានចេតនាចង់ធ្វើបាបយើងរឿងអីយើងអត់ចេះការពារខ្លួនឯងដោយយើងចេះប្រើអាការកុហកខ្លះទៅគេហៅថាផ្លូវវាកំបោះបងផ្លូវត្រង់ឲ្យយកណាកន្លែងហ្នឹងគឺយើងត្រូវចេះប្រើបញ្ញារបស់យើងក្នុងការប្រើប្រាស់រឿងអស់ហ្នឹងហើយបើសិនជាខ្ញុំនិយាយទៅបងប្អូនខ្លះមានការបដិសេធតាំងវីដេអូនិយាយរឿងកុហកឲ្យចេះកុហកចេះអីហ្នឹងមិនល្អប៉ុន្តែសូមស្ដាប់ឲ្យច្បាស់ណាការកុហកដឹងកលៈទេសៈដឹងមនុស្សដឹងសាច់រឿងកុហកដើម្បីការពារសុវត្ថិភាពខ្លួនឯងណាឬក៏អ្នកនៅជុំវិញខ្លួនយើងផ្សេងទៅទៀតណាដោយសារតែបុគ្គលដែលយើងមានចេតនាកុហកគាត់អត់ស្មោះត្រង់មួយយើងរួចទៅហើយយើងដឹងរួចទៅហើយតែបើសិនជាយើងអត់ដឹងអាហ្នឹងធម្មតាខ្ញុំពិតជាលើកទឹកចិត្តឲ្យយើងស្មោះត្រង់ចំពោះមនុស្សគ្រប់ប្រទេសគ្នាហ្នឹងព្រោះយើងចង់មានសេចក្តីសុខទាំងអស់គ្នាហើយទង្វើដែលស្មោះត្រង់វាមិនដែលអាក្រក់ទេវាគឺជារឿងល្អអញ្ចឹងណាហ្នឹងហើយអ្វីដែលខ្ញុំដាក់លក្ខខណ្ឌគ្រាន់តែថាកុហកក្តីស្មោះត្រង់ក្តីត្រូវតែចេះប្រើបញ្ញាដើម្បីការពារសុវត្ថិភាពខ្លួនឯងណាឬក៏សុវត្ថិភាពក្រុមណាមួយដែលយើងចង់ការពារគាត់អូខេហ្នឹងហើយអញ្ចឹងរឿងកុហករឿងស្មោះត្រង់គឺវានៅកន្លែងហ្នឹងឯងហើយផ្សារភ្ជាប់ទៅនឹងបុណ្យបាបគឺវាអញ្ចឹងកុហកវាមិនដែលល្អទេជាទូទៅគឺវាបាបហើយស្មោះត្រង់គឺវាល្អហើយវាតែងតែកើតក្នុងអំពើបុណ្យហើយពេលខ្លះទៀតអ្នកខ្លះសុកចិត្តស្មោះត្រង់ទោះបីជាមានបញ្ញាគិតក៏ដោយទោះបីអាចគ្រោះថ្នាក់បន្តិចក៏ដោយតែនៅតែស្មោះត្រង់ពីព្រោះដោយសារគាត់គឺជាមនុស្សគេហៅថាចិត្តនឹងវាធំទូលាយហើយគាត់មានផ្លូវចិត្តរឹងមាំហើយគាត់មានគេហៅថាអាចទប់បាននៅទង្វើគេថាការគ្រោះថ្នាក់ឯណាមួយបានអីអញ្ចឹងណាហ្នឹងហើយខ្ញុំមិនដឹងថានិយាយថាម៉េចទេប៉ុន្តែចង់និយាយថាគឺគាត់អាចទទួលរាប់បាននៅពេលដែលមានអីមួយផលអីត្រឡប់មកវិញអីអញ្ចឹងណាហ្នឹងហើយអញ្ចឹងអាហ្នឹងគាត់ការស្មោះត្រង់របស់គាត់និយាយទៅអាចថាគាត់គឺជាមនុស្សមួយដែលមានកម្រិតមួយដែលទលាយរួចទៅហើយកម្រិតមួយខ្ពស់តែគាត់អាចនៅតែអាចព្យាយាមស្មោះត្រង់ឲ្យអស់ពីលទ្ធភាពដែលគាត់អាចធ្វើបានទោះបីជាដឹងថាបុគ្គលម្នាក់នោះមិនស្មោះត្រង់ចំពោះគាត់ក៏ដោយមានន័យថាគាត់អាចដើរចេញគាត់អាចបំភ្លេចរឿងហ្នឹងគាត់អាចអត់អោនឲ្យម្នាក់ហ្នឹងហើយគាត់និយាយរួមការបំភ្លេចចំពោះមនុស្សដែលធ្វើអាក្រក់ចំពោះយើងហ្នឹងគឺហើយបិទតែវាមិនស្រួលប៉ុន្តែកាលណាយើងអាចធ្វើនឹងបានគឺយើងអត់មានផលប៉ះពាល់អីទោះបីអ្នកនោះចង់កុហកយើងប្រហែលដងគឺចង់ធ្វើបាបយើងប្រហែលដងក៏ដោយការដែលយើងដើរចេញបំភ្លេចចោលហ្នឹងគឺវាចប់សាច់រឿងហើយអញ្ចឹងវាអត់មានអីអំពើបាបអីមកចំពោះយើងនេះហើយអឺមែនតើខ្ញុំអាចចែករំលែកបទពិសោធន៍របស់ខ្ញុំមួយទៀតដែររឿងកុហកនៅពេលមួយនោះមែនតើមករយៈប្រហែលឆ្នាំមុនគឺខ្ញុំចែករំលែកពីជីវិតពិតរបស់ខ្ញុំនៅពេលដែលខ្ញុំយល់អំពីសេចក្តីសុខនិងសេចក្តីស្ងប់ខ្ញុំនិយាយនេះតិចថាខ្ញុំនឹងស្អីណាទៀតអត់ទេណាបងប្អូនណាអត់ទេអូខេនៅពេលដែលខ្ញុំចាប់ដើមយល់ថាអ្វីដែលជាសេចក្តីសុខអ្វីដែលជាសេចក្តីស្ងប់ពិតប្រាកដសេចក្តីសុខពិតប្រាកដរបស់មនុស្សណាគឺវាមិនមែនស្ថិតនៅលើរឿងសេចក្តីលោភលន់ឬក៏ការប្រាថ្នាចង់បានហួសការរំពឹងណាហ្នឹងហើយរឿងផ្សេងទៀតជាច្រើនដែលខ្ញុំបានធ្វើហើយដែលខ្ញុំបានយល់អំពីថាតើសេចក្តីសុខពិតប្រាកដរបស់មនុស្សស្ថិតនៅកន្លែងណាគឺខ្ញុំបានធ្វើរឿងហ្នឹងហើយមែនតើខ្ញុំពិតជាមានសេចក្តីសុខពិតមែនខ្ញុំពិតជាមានស្នាមញញឹមទោះបីជាស្ថិតនៅក្នុងកលៈទេសៈណាក៏ដោយគឺខ្ញុំអាចធ្វើបានហើយនិយាយដោយស្មោះត្រង់ដោយសារតែយើងជាមនុស្សលោកយើងតែងទទួលរងនៅគេហៅថាឥទ្ធិពលនៃទង្វើរបស់មនុស្សលោកប៉ះពាល់ទៅដល់អារម្មណ៍ចិត្តឬក៏សេចក្តីស្ងប់ឬក៏ការសមាធិចិត្តរបស់យើងនឹងវាជាអត់រួចទេព្រោះយើងជាមនុស្សលោក
ពួកដោយសារតែយើងមានសេចក្តីអាណិតអាសូរណាហ្នឹងហើយអញ្ចឹងជួនកាលការអាណិតអាសូរជ្រុលការស្រឡាញ់ជ្រុលចំពោះនរណាឬក៏ក្រុមណាបុគ្គលណាអីអញ្ចឹងអាចឲ្យធ្វើឲ្យយើងមានគេថាភាពអាត្មានិយមណាបងប្អូនធ្វើឲ្យយើងមានភាពអាត្មានិយមអញ្ចឹងទោះបីជាយើងតាំងសិលតាំងចិត្តសមាធិកម្រិតណាក៏ដោយវាអាចនឹងបែកកម្មដ្ឋានហ្នឹងកន្លែងហ្នឹងគេហៅបែកសមាធិហ្នឹងហើយបែកផ្លូវចិត្តផ្លូវអារម្មណ៍របស់យើងហ្នឹងគឺធ្វើឲ្យយើងហ្នឹងអាចកើតនៅសេចក្តីបាបហ្នឹងហើយបានន័យថាយើងប្រកាន់បពួកណាមួយហើយយើងបានរួមដើម្បីធ្វើរឿងអីមួយចំពោះក្រុមណាផ្សេងឬក៏បុគ្គលណាផ្សេងដោយចេតនាក្តីដោយមិនចេតនាក្តីណាពេលខ្លះវាអាចធ្វើឲ្យយើងមានការបង្ខំចិត្តនៅក្នុងការធ្វើរឿងហ្នឹងជាមួយនឹងអ្នកដែលយើងស្រឡាញ់នឹងនៅក្នុងថាភាពអាត្មានិយមចំពោះគាត់ហ្នឹងបានន័យថាយើងកាន់ជើងគាត់ណាហ្នឹងហើយនិយាយឲ្យសាមញ្ញហើយយើងបែរជាធ្វើទង្វើផ្សេងដទៃទៀតចំពោះអ្នកដទៃក្រុមផ្សេងទៀតដែលជាបពុគូប្រជែងរបស់គាត់អីអញ្ចឹងណាចឹងទៅពេលខ្លះយើងភាពអាត្មានិយមរបស់យើងវាធ្វើឲ្យយើងកើតនៅសេចក្តីបាបតិចតួចដែរណាពេលខ្លះទៅខ្ញុំត្រូវបានបង្ខំចិត្តនៅក្នុងការធ្វើណាហ្នឹងហើយនៅក្នុងការធ្វើហើយវាតែងតែមានអំពើបាបកាលណាយើងបង្ខំចិត្តវាកើតនៅសេចក្តីបាបដូចអីបងប្អូនណាហ្នឹងហើយហើយនៅពេលដែលយើងធ្វើចំពោះអ្នកដតីមួយទៀតក្រុមម្ខាងទៀតគឺធ្វើឲ្យយើងកើតនៅសេចក្តីបាបមួយទៀតទោះបីជាយើងជាការសម្ដែងក៏ដោយក៏ប៉ុន្តែអ្វីដែលយើងធ្វើហ្នឹងវាធ្វើឲ្យប៉ះពាល់ដល់គេណាអញ្ចឹងគឺយើងកើតនៅសេចក្តីបាបណាបងប្អូនកន្លែងហ្នឹងគឺធ្វើឲ្យចិត្តរបស់យើងអត់ស្ងប់ទេចាមែនទេនៅពេលដែលយើងមានសេចក្តីស្ងប់ទោះបីជាយើងធ្វើអីក៏ដោយគឺយើងដឹងខ្លួនឯងអាហ្នឹងគេហៅយើងមានការភ្ញាក់រលឹកខ្លួនណាហ្នឹងហើយគឺយើងមានការភ្ញាក់រលឹកខ្លួនសមាធិធិខ្ញុំអត់ដឹងទេសុំទោសខ្ញុំអត់សូវចេះពាក្យអាហ្នឹងតែប្រហែលជាអញ្ចឹងណាអូខេយើងមានសមាធិធិគឺយើងមានការភ្ញាក់រលឹកដឹងខ្លួនឯងណាទោះបីយើងមានចេតនាឬមិនមានចេតនាធ្វើអីគឺយើងដឹងខ្លួនឯងហើយយើងដឹងថាកាលណាយើងធ្វើអាហ្នឹងទៅបាបហើយយើងដឹងថាវានឹងកើតអីចំពោះយើងអញ្ចឹងណាហ្នឹងហើយអញ្ចឹងវារំំតែយើងអាចធ្វើចិត្តដើម្បីរំលត់នៅសេចក្តីបាបនឹងវិញបានគឺយើងត្រូវការពេលវេលាដើម្បីអប់រំចិត្តខ្លួនឯងណាដើម្បីយើងអាចបំភ្លេចរឿងហ្នឹងដើម្បីយើងអាចបំភ្លេចនិងលើកលែងទោសជាស្រ័យឲ្យអ្នកដទៃដែលយើងបានធ្វើចំពោះគាត់និងលើកលែងទោសឲ្យខ្លួនឯងដែលខ្លួនឯងបានធ្វើណានៅទង្វើទាំងអស់ហ្នឹងហើយខ្ញុំចែកលេខបាត់សោយកន្លែងហ្នឹងព្រោះអីវាតាក់ទងជាមួយនឹងអាហ្នឹងវាតាក់ទងរឿងគឺរឿងកុហកដែរវាតាក់ទងរឿងកុហកដែរព្រោះយើងអាចនឹងទីមួយយើងកុហកខ្លួនឯងថាយើងអត់ចង់ធ្វើប៉ុន្តែយើងធ្វើព្រោះដើម្បីដោយសារតែយើងអាត្មានិយមយើងស្រឡាញ់យើងការពារមនុស្សឬក៏ក្រុមផ្សេងទៀតដែលយើងស្រឡាញ់អញ្ចឹងណាអញ្ចឹងយើងកុហកខ្លួនឯងដើម្បីយើងធ្វើរួមគំនិតរួមទង្វើធ្វើអីមួយដើម្បីប្រជែងជាមួយនឹងអ្នកដទៃឬក៏ថាមិនជាការប្រជែងទេដើម្បីជាការផ្ដាល់មេរៀនអីអញ្ចឹងណាតាមពិតទៅយើងបង្កើតនៅសេចក្តីបាបប៉ុន្តែខ្ញុំដឹងខ្លួនឯងថាខ្ញុំកំពុងតែធ្វើរឿងហ្នឹងកំពុងតែធ្វើអីអញ្ចឹងណាហើយខ្ញុំដឹងខ្លួនឯងថាខ្ញុំនឹងរងអីហើយខ្ញុំត្រៀមខ្លួនដើម្បីខ្ញុំត្រូវលុបលាងរឿងបាបហ្នឹងអញ្ចឹងណាតម្រាំខ្ញុំអាចលុបលាងសេចក្តីបាបហ្នឹងបានវាចូលប្រហែលជា3ខែបងប្អូនព្រោះរឿងធ្ងន់ដែរពេលហ្នឹង3ខែបានខ្ញុំអាចធ្វើបានណាបានខ្ញុំអាចបង្គាប់បញ្ជាចិត្តរបស់ខ្ញុំឲ្យត្រឡប់មកសេចក្តីស្ងប់នឹងវិញបានហ្នឹងណាហ្នឹងហើយអញ្ចឹងសរុបមកវិញបងប្អូនគឺកាលណាយើងមានចេតនាធ្វើអីមួយឬក៏កុហកខ្លួនឯងឬក៏កុហកអ្នកដទៃឬក៏កុហកអីយ៉ាងម៉េចក៏ដោយគឺយើងអត់មានក្តីសុខទេបងប្អូនគឺយើងមានក្តីសុខព្រោះយើងសាងធ្វើបាបអញ្ចឹងណាហើយតម្រាំយើងអាចធ្វើបានវិញតើតាយើងធ្លាប់ឆ្លងកាត់ធ្លាប់រៀនសូត្រនៅក្នុងការសមាធិចិត្តរបស់យើងដែលយើងអាចគ្រប់គ្រងជារួមគឺយើងអាចគ្រប់គ្រងចិត្តរបស់យើងបានណាបាទយើងអាចលោលេងជាមួយរឿងនឹងបានអូខេអាចលោលេងជាមួយរឿងនឹងបានណាបងប្អូនហ្នឹងហើយបើសិនជាយើងអត់មានសមាធិចិត្តបានល្អទេអាចគ្រប់គ្រងបានទេបងប្អូនលោលេងតែមិនស្រួលគ្រោះថ្នាក់ដល់ខ្លួនឯងអូខេព្រោះយើងអាចនឹងមិនអាចប្រកបវិជ្ជាចិត្តយើងដើម្បីឲ្យវាមកស្ងប់វិញបានណាហ្នឹងហើយយើងអារម្មណ៍យើងនៅវល់នៅគិតរឿងហ្នឹងថាជួនកាលយើងស្ដាយក្រោយថាយើងគួរធ្វើរឿងហ្នឹងទេយើងគួរធ្វើចំពោះគេអញ្ចឹងទេប៉ុន្តែយើងដឹងខ្ញុំដឹងថាខ្ញុំធ្វើហ្នឹងគឺវាអត់ត្រូវទេប៉ុន្តែពេលខ្លះគឺខ្ញុំអត់ដឹងថាម៉េចប៉ុន្តែខ្ញុំគិតថានៅក្នុងសង្គមមនុស្សខ្លះបើយើងអត់ធ្វើរឿងហ្នឹងគឺគាត់អាចនឹងអត់ដឹងថាខ្លួនឯងកំពុងតែធ្វើអត់ដឹងថាពួកគាត់ឬក៏ខ្លួនគាត់ហ្នឹងកំពុងតែ
khó có bông đa khó trong gì chẳng á hay men ten tới nhị smart hoàng pe nó cứ nhom thưa còn nhom cứ tha mê riêng môi nó cứ lọ sẹp nhom tí muối tí pi lọ sẹp tiếng song khang sẹp phía kia tiếng song khang nhom mình rồng vân thà kê nâng hiện ban ấy bàn tay hỏi nát có ban tích tuổi nó không sai trường để nhom ban cho hủ má là ngày nhom chưa thà phía kia tiếng song khang ban riêng nơi ở vậy để phụ cọt có bông thật phừ mà khang tiết ai cốt ai hiện ban tích tuổi bàn tay nhom chưa thà cọt ban hiện bởi vì nhom tới cứ nhom ban riêng mê riêng nâng đôi khi nó riêng mê riêng nó không ca để phừ hưởng nâng hay để phừ ở nhom bằng răng nơi caสมาธิ chật bỏ nhom ca cướp cron chật bỏ nhom nâng ban mùi của mặt tiền đến chẳng á bàn tay ở men tên tới nhom đăng thời bị bà bảy bàn tay nhom có tha nhom ban lúc liên sự đây bạc bằng chào bạc ỏi bạc dù vậy ngày bù hưởng nơi bị cắt lang dù vậy chẳng sọp màu vĩnh bom ôn ai phường ban tôi là bom ôn ai cướp cron chật luôn ai bán nó bom ôn á là ngày nó không còn rạch nào mùi là bom ôn ai cướp cron bán nó bom ôn á bữa sinh diệt ai cướp cron bán này sống cùng cùng passport này được tay sao ok công thua passport này được tay sao ok viên đừng thưa passport đó luôn ai muốn kể ok là ngày viên đừng cao đừng không luôn không chật luôn ai muốn kể nè là ngày dân liên bán mấy liên ở bán cứ nó cho pin một chuột vào giường ok là ngày trắng bờ toàn ai bán không mày không lô lê nhảy ok là ngày nhom vậy ní bom ôn đạp thắng đi nhom nó việc làng về mấy này chỉ ra mền chứ ngay phần tay nhom còn trong chạy lấy nơi mê riêng để nhom bán phở bán slong cắt hai nhom ai phở hưởng năng bán được nông cầm rạch nặng ná là ngày miền bom ôn lục cụ fc để tây tiết ấy fc tiết cứ có thua lọ chính năng ok nhom trai pe lọ đỏ bay khai ấy và nhom liền bạc đừng trên bán ok là ngày ở số lệ bom ôn của đời xa nhom pe nóng cứ nhom ban hiệnสมาธิchất nắng nhom cách hai chẳng tích bài chỉ pi nắm để nhom tăng chất nó không sẽ đây ngọc miền tên nhom ọt miên oi ở tập pol khang khéo cái hao thà ao factor nó factor nó khang khéo á nó ngày cái hai thà kata khang khéo nó á cứ dân ai tục ban thằng nhom miên dồn luôn ai nhom miên cái hao thà bên gì chùm nưa mà apay chùm nưa mua chùm nưa cứ miên sai gì mà làm bay tục rương khang khéo để vì đại viên thôi passport là luôn dương bàn cứ xây cái đó ai cho mà không luôn trong bàn này này ban đây tha ảo vay đã lo chỉ phải cứ ai cho mà không luôn trong bàn này cứ nhom miên protection nhom miên ở nén cà pi ở đó bị cho bàn này chẳng pi năm lúc cứ nhom ban first mà thị chất nó cứ đòi rưu từng ở nông bà vì vua đời xa tại nhom đăng thà đây sọc cứ nơi cái này nàn chẳng á nè chẳng nhom miên cà pi luôn ai bán nhom tay để first mà thịอบรมจัดหลุนไอเรียงรอดไงนั่งไงโดยวิธีที่เชิญได้ยมดังได้ยมเห็นโสดมาปีở vậy đến chung bình luôn nhóm ná là ngày cứ nhóm phớ hay chân tới ban thì nhóm ai lên hưởng năng bàn ok để nhóm ai sầm đại nhưng vậy mà thác cứ nhóm sầm đại nó không sai hưởng nó cứ nhóm sầm đại nhỉ ok là ngày cứ nhóm sầm đại đầm bay ơi rương nó bị bệnh chọc từ đời xa tại pe nó bị thun hô về chẳng nhóm có sầm đại cho room sầm đại nó hưởng năng đầm bay nhóm ai bệnh chọc sạch hưởng năng bàn phụ bao nhóm ở cho room phụ nhóm chỉ một câu sầm khăn nó không hưởng năng đài trong bao nhóm ở cho room thế cứ hưởng năng ở chọc để hưởng năng viên năng open lại hay thôi ơi việc passport đó hưởng sinh sinh thị trường ok là ngày chân nhóm ban cho room ta sầm đại như hưởng ở nắng đầm bay có họ nè thôi tới đôi trường có họ rằng là này có họ ai mà dạng đầm bay ơi cái khi từng sang kháng thợ bàn và chọc sạch gì đúng đôi ca thôi dừng cream mùi chẳng á ca thôi dừng cream đôi chất xa mong muốn mình dừng cream đó một đấy cứ ca thôi dừng cream đôi chất xa chẳng mong muốn toa từ dương ai miên caสมาธิchất nên những aiគ្រប់គ្រងចិត្តរបស់យើងបានបើយើងអាចធ្វើបានណាបងប្អូនជិះវៀងទៅធ្វើផ្ដេសផ្ដាស់ប្រចាំគ្រោះថ្នាក់ណាបងប្អូនណាថ្ងៃខ្ញុំនិយាយនេះគឺចង់ចែកម្លេចកន្លែងហ្នឹងហើយផ្សារភ្ជាប់មករឿងកុហកហ្នឹងគឺអញ្ចឹងកាលណាយើងអត់អាចគ្រប់គ្រងបានទេយើងជិះវៀងបំផុតអត់កុហកអ្នកដទៃអត់កុហកខ្លួនឯងទេកុំកុហកហ្នឹងហើយអត់បានទេចាហ្នឹងហើយដូចខ្ញុំនិយាយអញ្ចឹងយើងអាចកុហកអ្នកដទៃបានតែយើងអត់អាចកុហកខ្លួនឯងបានទេយើងដឹងថាអ្វីនឹងកើតឡើងអ្វីនឹងមានព្រោះយើងអាចដឹងថាយើងនឹងអត់មានសេចក្តីសុខទេបងប្អូនណាហ្នឹងហើយមានទេចាអញ្ចឹងអ្វីដែលខ្ញុំចង់សរុបមកវិញការកុហកវាមានល្អមានមិនល្អក៏កុហកដោយមានហេតុផលអូខេ
ការកុហកដោយមានចេតនាល្អអូខេហ្នឹងហើយការកុហកដែលអត់ល្អគឺយើងកុហកក្នុងចេតនាធ្វើបាបគេអូខេអញ្ចឹងបើជៀសវាងវាបានកុំកុហកអូខេព្រោះយើងនឹងកុហកខ្លួនឯងមុនគេណាបងប្អូនណាយើងនឹងអត់មានសេចក្តីសុខដែរនេះបើសិនបើយើងអត់អាចគ្រប់គ្រងចិត្តរបស់យើងបានអត់អាចគ្រប់គ្រងឬក៏លៀងនៅសេចក្តីកុហកនឹងបានចេញពីខ្លួនអូខេហ្នឹងហើយអញ្ចឹងយ៉ាងណាខ្ញុំនៅតែលើកទឹកចិត្តឲ្យបងប្អូនរក្សាទម្លាប់ឬក៏វិន័យចំពោះខ្លួនឯងគឺស្មោះត្រង់ចំពោះខ្លួនឯងនិងស្មោះត្រង់ចំពោះអ្នកដទៃឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានឲ្យតាមដែលអាចធ្វើទៅបានជាពិសេសខ្ញុំនិយាយអាចថាជាពិសេសចុះជាពិសេសគឺស្មោះត្រង់ចំពោះខ្លួនឯងផ្ដើមដំបូងកាលណាយើងចេះស្មោះត្រង់ចំពោះខ្លួនឯងយើងនឹងចេះស្មោះត្រង់ចំពោះអ្នកដទៃហើយវានឹងបង្រៀនយើងបង្កើតនៅវិន័យមួយនៅក្នុងការស្មោះត្រង់ចំពោះអ្នកដទៃយើងនឹងទទួលបាននូវសេចក្តីសុខខ្លាំងបំផុតអូខេយើងនឹងទទួលបាននូវសេចក្តីសុខខ្លាំងបំផុតអ្នកណាកុហកយើងអ្នកណាមិនស្មោះត្រង់ចំពោះយើងគឺយើងនៅតែអាចការពារបាននៅសេចក្តីស្មោះត្រង់របស់យើងគឺយើងមិនកុហកហើយយើងនៅតែអាចទទួលយកការពិតបានថាយើងអត់កុហកគេហើយយើងដឹងថាអ្នកនោះគឺកុហកយើងអាកន្លែងហ្នឹងឯងដែលយើងធ្វើឲ្យយើងអាចរក្សានៅសេចក្តីស្មោះត្រង់របស់យើងចំពោះអ្នកដទៃបានគឺយើងអាចការពារបើយើងដឹងគេកុហកយើងការពារអូខេយើងនឹងធ្វើអីមួយលើកលែងអភ័យទោសឬក៏យើងអាចនឹងមិនឲ្យវាចូលមកក្នុងខ្លួនយើងហ្នឹងហើយលើកលែងតែវាប៉ះពាល់ដល់កិត្តិយសកិត្តិនាមឬក៏គេឈ្មោះរបស់យើងអីផ្សេងណាមួយគឺយើងត្រូវចេះមានវិធីការពារណាដោយកុហកក្តីដោយភាពស្មោះត្រង់ក្តីវិធីស្មោះត្រង់ក្តីគឺយើងត្រូវតែប្រើបញ្ញារបស់យើងដើម្បីយើងគិតដើម្បីយើងអាចការពារខ្លួនឯងបានអូខេការពារអ្នកដទៃធ្វើបាបយើងបានអូខេប្រសិនបើវាកើតឡើងដោយយើងអត់បានដឹងខ្លួនហើយណាក៏យើងចេះការពារខ្លួនយើងដើម្បីយើងសុខភាពនៅក្នុងកម្រិតណាមួយនៅក្នុងកលៈទេសៈឬក៏ពេលវេលាណាមួយយើងអាចមិនពាក់ព័ន្ធរឿងហ្នឹងយើងអាចកាត់ដាច់យើងអាចដើរចេញកុំឲ្យពាក់ព័ន្ធនឹងហ្នឹងអូខេចង់គេកុហកគេអីយើងរឿងរបស់គេគេធ្វើអីរឿងរបស់គេអូខេហ្នឹងហើយយើងដើរចេញយើងនៅស្ងៀមយើងមកតាំងចិត្តរបស់យើងសមាធិយើងសមាធិខ្លួនឯងដើម្បីយើងទទួលបាននូវសេចក្តីស្ងប់ណាអូខេចឹងខ្ញុំវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងហើយអរគុណច្រើនបងប្អូនហើយបើសិនបើមានការខុសទោះអីខុសឆ្គងអីក្នុងការបកស្រាយរឿងកុហករឿងស្មោះត្រង់អីហ្នឹងសូមអធិស្ឋានអូខេពីព្រោះខ្ញុំអាចនិយាយថាអ្វីដែលខ្ញុំចែកម្លែកទៅខ្ញុំអត់ដឹងថាអ្វីដែលខ្ញុំចែកម្លែកទៅហ្នឹងវាត្រូវប៉ុណ្ណាខុសប៉ុណ្ណាវាគ្រាន់តែជាអ្វីដែលខ្ញុំខ្លួនឯងជួបប្រទះអីអញ្ចឹងណាអញ្ចឹងទៅខ្ញុំនឹកឃើញរឿងចូលឆ្នាំនឹកឃើញរឿងអីទៅរឿងបុណ្យរឿងបាបអីអញ្ចឹងទៅក៏នឹកឃើញចេញប្រធានបទមករឿងកុហកអូខេគួរចាប់អារម្មណ៍ដែរតាអូខេវាជាប់ទៅនឹងចូលឆ្នាំអីក៏ខ្ញុំនិយាយវីដេអូរឿងកុហកហ្នឹងទៅអូខេបងប្អូនណាហ្នឹងហើយស្ដាប់ខ្ញុំហើយកុំកុហកណាអូខេហ្នឹងហើយជៀសវាងទៅមើលហ្នឹងយើងនាំគ្នាស្មោះត្រង់ឲ្យបានច្រើនណាយើងនឹងមានសេចក្តីសុខច្រើនណាហ្នឹងហើយការស្មោះត្រង់ជាពិសេសដើមការស្មោះត្រង់ចំពោះខ្លួនឯងមុនសិនយូរបងប្អូននឹងអាចនឹងផ្ដល់នូវសេចក្តីស្មោះត្រង់ហ្នឹងទៅឲ្យអ្នកនៅជុំវិញបងប្អូនហ្នឹងអញ្ចឹងណាបងប្អូនហ្នឹងហើយបើយើងផ្ដើមកុហកខ្លួនឯងអញ្ចឹងប្រកាសណាយើងនឹងកុហកអ្នកដទៃវាអូតូម៉ាទិកវានៅពេលដែលយើងចាប់ផ្ដើមគិតរឿងកុហកយើងមានអាកំណត់កុហកហ្នឹងចេញមកបងប្អូនខួរក្បាលរបស់យើងគឺវាឆ្លាតណាហ្នឹងហើយនៅពេលដែលយើងដាក់អីមួយចូលទៅវានឹងបំបែកសាច់រឿងឲ្យយើងធ្វើរឿងហ្នឹងហើយអូខេហ្នឹងហើយពេលខ្លះបងប្អូនបែកគិតថាត្រូវធ្វើម៉េចទេវានឹងបំបែកសាច់រឿងបំបែកទង្វើអីសកម្មភាពរូបភាពអីមកអូច្រើនណាស់ហូហែធ្វើឲ្យបងប្អូនបង្កើតឬក៏ចេញនៅទង្វើកុហកនឹងចេញមកតែបើបងប្អូនតាំងចិត្តខ្លួនឯងតាំងចិត្តឬក៏តាំងចិត្តហ្នឹងហើយអូខេគឺតាំងចិត្តខ្លួនឯងថាយើងនឹងធ្វើជាបុគ្គលដែលស្មោះត្រង់អូខេប៉ុន្តែស្មោះត្រង់ដោយបញ្ញាណាបងប្អូនណាអូខេស្មោះត្រង់ដោយបញ្ញាពេលហ្នឹងវាគូក្បាលយើងវានឹងបំបែកសាច់រឿងឲ្យរឿងស្មោះត្រង់ទៅធ្វើម៉េចអូតូម៉ាទិកហើយពេលខ្លះគឺយើងចេះប្រើគូក្បាលខ្លួនឯងទៅពេលថាយើងស្គាល់គូក្បាលខ្លួនឯងទៅគឺបងប្អូនអត់សូវជួយស្គាល់ទេអញ្ចឹងណាហ្នឹងហើយអញ្ចឹងដូចនិយាយទៅដូចខ្ញុំធ្វើវីដេអូហ្នឹងមែនតើខ្ញុំមកដល់ពេលនេះខ្ញុំអាចនិយាយថាខ្ញុំធ្វើវីដេអូគឺនៅពេលដែលខ្ញុំមានគំនិតថាអូខេចង់និយាយពីប្រធានបទអីមួយអញ្ចឹងបងប្អូនខ្ញុំអត់បានទៅស្រាវជ្រាវទៅគិតអីណាមកអីច្រើនទេតែពិតបើបានធ្វើគឺវាល្អខ្ញុំគិតថាវាល្អវាអាចមានខ្លឹមសារអីច្បាស់លាស់ឬក៏ចង់និយាយថាបើសិនជាបងប្អូនបានទៅអង្គុយគិតដើម្បីប្រមូលព័ត៌មានបែរថាអង្គុយដើម្បីឲ្យខួរក្បាលរបស់យើងប្រមូលព័ត៌មានហើយយើងបានរៀបចំមុនអញ្ចឹងខ្ញុំគិតថាក៏វាល្អច្រើនដែរមិនអត់ទេណាបងប្អូនណាមិនខ្ញុំនិយាយអញ្ចឹងអានេះថាចេះតែធ្វើដូចខ្ញុំមិនមែនទេដោយសារតែខ្ញុំជា solo content ដោយសារតែខ្ញុំ solo ដល់ពេលអញ្ចឹងទៅខ្ញុំបានន័យថាខ្ញុំធ្វើវីដេអូខ្ញុំធ្វើម្នាក់ឯងអញ្ចឹង
nhưng mà sao miền tây và liền đầm bay từ kịch từ thư chẳng ai bộ bờ sân dân miền tim miền ấy rất nhóm cứ tháp hai chỉ là nông cày trong structure điệp trong ở trên nào quan điệp trong port ở miền rồi có làm sai chẳng là chuyện này chẳng á ở viên mơ tới viên miền flow miền ấy chẳng á nhóm vô thành chẳng á và bọc ôn cho lên nhóm ở đằng ấy nó chẳng ở vậy để nhóm phơi tới về ở video để nhóm phơi tới cứ nhóm ở còn tay đạn công nịch ở ba này thẳng đạn công nịch đấy miền đi tham nhóm nó khơi trên bọt đây môi chẳng tới cứ nhóm chọc đầu dày thôi video ấy chẳng ngày nhóm ở bàn tới điệp trong ấy thầm thờ rồi chắc đời xa thì nhóm chưa nơi lời khu của bà thà chưa từ lời của con khu của bà chưa lời con của bà nó về đây dân miền công đất ấy muối từ con của bà nó viên năng vật lực sai hưởng ở giường chẳng á năng ở viên năng chui ta xe sai hưởng ở giường đập bay dân ai dậy bàn chẳng á năng hay xem nhóm cá nhân mình khơi phím nhóm thôi video phím chẳng chừng cá cụ bài mà nhóm ai năng phần lịch rồi còn xây tại trường ở nhóm nó có viêm bạn cục trồng chổi ấy về đàn chẳng về lá nhóm vậy tới vì ai nó mình chỉ lọt phản chẳng cái này nó hay bạn đi nhóm xong rồi bong bồn nó cứ chui của mình ở nhóm tầm bay ở nhóm ban một bên nơi chỉ lọt hưởng nằm phụ được xa tay nhóm thôi video mình tới nhóm thôi video đòi đây sẽ lành bao nhóm đòi chơi tận án không ca chạy để ca để chơi một bong bồn hai nước nông này đầm bay chạy đây sẽ lành cái đôi kia hai có xong cái đây sẽ lành bị bong bồn ban đây tha bởi nhóm không to ấy xong mà chia sẻ nè là ngày buổi ra đây nhóm bạn tìm lại cái này group con group chung rồi vẫn tay thơm tha cô các bạn nhóm ăn của họ nhau mày vậy hướng của họ ok tính không tay cô bạn nhóm ăn của họ nhau mày cô các bạn nhóm smart rồi nhóm vui nhóm nó về đây nhóm còn là kết ok cô các bạn nhóm thôi ca hướng là nhóm đồng với nhóm ai vậy video đừng bán chạy để đợi bằng phone bạn ok tính không đâu bằng phone ai đừng ri dùng một video mới biết hướng của họ ok là ngày chân xôm cùng đã hướng của họ nông luôn này ở bạn ở cũng đã rương của họ nông luôn á ok đã rương smart trăng á rương lọ ở ban chờ á nên ngày khu qua bằng phố nên phơi rương lọ lọ bằng phố hay bằng phố đừng chập đam phơi rương lọ lọ nằm ở luôn này ok đó hay đừng chụp này được tay ok nên ngày chắc con chờ xem video mình đi ok bye bye